សួស្តីទៅកាន់ពុកម៉ែបងប្អូនជាទីគោរពថ្ងៃនេះមានមុខម្ហូបមួយមានឈ្មោះថាសម្លប្រហើរខ្នុរឥឡូវយើងចាប់ដើមទៅទិញត្រីបាទនៅពេញទៅទិញត្រីនោះវាពឹងមេឃកំពុងភ្លៀងខ្លាំងហើយយើងមកទិញត្រីយើងបានទិញបន្លែឥឡូវយើងមកបេះបន្លែដើម្បីស្លមានស្លឹកបាសបងបេះស្លឹកបាសបាទហើយពេលបងបេះស្លឹកបាសមានស្លឹកងប់បងបេះស្លឹកងប់ហើយចាប់ដើមហាន់ខ្ជាយបាទហាន់ខ្ជាយហើយយើងហាន់គល់ស្លឹកគ្រៃបាទហាន់ស្លឹកគ្រៃយើងបានបុកបាទបុកគ្រឿងវាមានលឹកខ្ជាយមានឥឡូវគឺផ្សំវាមានត្រីសាច់ណុលស្លឹកបាសលឹកងប់ចូលលឹកត្រីលំមៀតខ្ជាយទឹមសម្ទេសទឹកត្រីអំបិលស្កម្សៅស៊ុបប៊ីចេងប្រេងឆាប្រហុកបាទពុកបងប្អូនអាចសាកបងបានបាទអាចផ្សំគ្រឿងតាមនឹងទៅហើយឥឡូវយើងចាប់ដើមតាមទឹកពុះយើងចាប់ដើមជុំប្រហុកបាទបងប្រហុកនេះខ្ញុំប្រើប្រហុកត្រីសាច់ទេបាទប្រហុកសាច់យើងដាក់កំអស់បាទហើយយកបងត្រីបាទបងត្រីបាទហើយយើងចាប់បានដាក់គ្រឿងបាទមានចេងមានអីបើស្ករចៅស៊ុបអីហ្នឹងបាទហើយយើងក្របមកស្ទុះហើយយើងចាប់ដើមដាក់សាច់ចូលបាទសាច់ជូរ3ជាន់ខ្ញុំប្រើសាច់ជូរ3ជាន់បងប្អូនអាចប្រើសាច់សុទ្ធបានឥឡូវពុះហើយយើងចាប់ដើមដាក់បន្លែចូលបន្លែខ្នុរដាក់គ្រឿងទៅហើយយើងដាក់បន្លែខ្នុរក្របមកស្ទុះឥឡូវយើងដាក់បន្លែខៀវមានស្លឹកងប់និងស្លឹកបាសហើយយើងកូរឲ្យសព្វទៅហើយកូរឲ្យសព្វទៅយើងកូរឲ្យសព្វហើយយើងចាប់ដើមដាក់ប្រេងឆាចូលបាទបងប្អូនដាក់ក្បាលមិនដាក់ក្បាលនេះចំណងចិត្តបងប្អូនបាទសម្រាប់ខ្ញុំដាក់ឲ្យបន្លែឆាប់ទន់បាទឥឡូវយើងចាប់ដើមគ្របវិញហើយយើងចាប់ដើមបើករហូតដល់ពេលនេះវាឆ្អិនបាទពុះខុសបាទអូចំណងពុកម៉ែបងប្អូនហើយចង់ចាប់ដើមពុះដាក់ចានបាទចានបុកហុយក្តៅហុយចំណងពុកម៉ែបងប្អូនបាទឥឡូវយើងចាប់ដើមបិទភ្លើងបាទមើលហុយចំណងពុកម៉ែបងប្អូនបាទអូឥឡូវយើងចាប់ដើមពុះហើយយើងចាប់ដើមញ៉ាំបាទអូញ៉ាំចំណងពុកម៉ែបងប្អូនបុកសូមបុកដាក់នំបុកឆ្ងាញ់អរគុណពុកម៉ែបងប្អូនជួបក្នុងវីដេអូក្រោយបាទ